គ្រាន់តែបើកក្បាលវីដេអូមកគឺប្រកាប់មុខមួយហើយអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងយកក្បាច់ដែលខ្ញុំធ្លាប់ចេះពីមុនខ្ញុំនឹងយកមកហាត់សារឡើងវិញនៅក្នុងរយៈពេល6ខែនៃការប្រមូលផ្ដុំក្រុមជំនួយជាតិនេះការពិតទៅខ្ញុំមិនប្រកាសថា100%ខ្ញុំអាចធ្វើល្អឬខ្ចោះនៅក្នុងក្បាច់ទាំងនេះទេដោយសារក្បាច់ទាំងនេះគឺវាទាមទារឲ្យយើងវឹកហាត់ជារៀងរាល់ថ្ងៃក្នុងការភាពស៊ាំជាមួយវាបងប្អូនអាចមើលតាមភាពជាក់ស្ដែងបានគឺខ្ញុំខានធ្វើវាយូរមែនតើមួយរយៈពេលចុងក្រោយនេះខ្ញុំតែងតែរំលឹកវានៅចុងម៉ោងបន្ទាប់ពីខ្ញុំវឹកហាត់នៅក្នុងក្រុមរួចខ្ញុំតែងតែឆ្លៀតពេលរំលឹកវាបន្តិចម្ដងពីមួយថ្ងៃទៅមួយថ្ងៃមួយសប្ដាហ៍ទៅពីរសប្ដាហ៍ទៀតខ្ញុំជឿជាក់ថាខ្ញុំនឹងអាចធ្វើវាបាន 100% បាទចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានចូលទស្សនានៅក្នុងវីដេអូនេះសូមបងប្អូនកុំភ្លេចជួយចុច follow page ខ្ញុំម្នាក់មួយផងអរគុណជំរាបលាជួបគ្នាក្នុងវីដេអូក្រោយ